ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមកធ្វើឆាក្តៅកង្កែបឲ្យមានរសជាតិឆ្ងាញ់តើអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នេះខ្ញុំទាំងអស់គ្នាជាដំបូងគឺនេះខ្ញុំយកស្លឹកម្រះព្រៅហ្នឹងមកបេះរួចរាល់សិនចាចំពោះម្រះព្រៅនេះដែរមុនខ្ញុំយកមកបេះខ្ញុំបានលាងសម្អាតវារួចរាល់ហើយតទៅទៀតនេះខ្ញុំយកគល់គ្រៃ4គល់យកវាមកហាន់ប្រឆិតអញ្ចឹងមកហើយចំណែកឯខ្ទឹមក្រហមនេះខ្ញុំយកវាមកចាត់ជាចំណិតតូចអញ្ចឹងចំណែករំដេងនេះខ្ញុំយករំដេងរាងខ្ចីបន្តិចបងប្អូនយកមកកូនដុំមកហាន់វាស្ដើងអញ្ចឹងមកចំណែកម្ទេសនេះខ្ញុំប្រើម្ទេសពីរមុខមានម្ទេសម៉ាឡេនិងម្ទេសដៃនាងបងប្អូនចំពោះខ្ទឹមសនេះខ្ញុំដំវាទុកខ្លះនិងយកវាទៅច្រាមខ្លះតាមទៀតខ្ញុំចាប់ដើមយកអង្កែបមកកាត់ជាដុំតូចល្មមមកហើយនេះខ្ញុំដាក់ប្រេងឆាក្តៅរួចចាក់អង្កែបនឹងចូលដើម្បីលីងវាឲ្យចេញជាតិទឹកបងប្អូនខ្ញុំធ្វើរបៀបនេះទៅអង្កែបនេះវាមិនសូវមានជាតិទឹកច្រើនពេលដែលយើងវាឆាហើយវាអត់មានក្លិនឆ្អាបឥឡូវវាឆ្អិនបាន 50% នេះខ្ញុំស្រង់វាចេញតាមទៀតនេះខ្ញុំយកខ្ទឹមសមកកំពងឲ្យឈ្ងុយសិនរួចហើយនេះខ្ញុំបន្តដាក់ម្ទេសឆ្អើរដែលបានច្រាំរួចរាល់ហើយហ្នឹងចំនួន1 ពាបាយហ្នឹងយកមកឆារហូតតតែវាចេញពណ៌ក្រហមល្អសិនចាញ់ពុំម្ទេសនេះគឺដាក់ដើម្បីឲ្យឆាក្តៅមួយមុខនេះវាមានពណ៌ក្រហមស្អាតណាបងប្អូនចាបន្ទាប់ពីចេញពណ៌ល្អហើយនេះខ្ញុំដាក់គ្រឿងដែលនេះខ្ញុំបានហាន់ទុកមុនហ្នឹងចូលទាំងអស់មកហើយក៏មានស្លឹកក្រូចសើចបងប្អូននេះខ្ញុំបេះវាតែនេះខ្ញុំបានបង្ហាញជូនបងប្អូនឥឡូវនេះខ្ញុំដាក់នៅក្នុងហ្នឹងតទៅទៀតខ្ញុំផ្សំគ្រឿងដាក់ស្ករអំពៅ1 ស្លាបព្រាបាយកន្លះម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយប៊ីចេង1 ស្លាបព្រាកាហ្វេទឹកត្រី2 ស្លាបព្រាបាយកន្លះទឹកប្រេងខ្យងចំនួន2 ស្លាបព្រាបាយចាញ់ពោះរសជាតិបងប្អូនអាចថែមថយតាមចំណង់ចំណូលចិត្តណាតែនេះខ្ញុំដាក់ប៉ុណ្ណឹងគឺថាល្មមហើយឆាឲ្យវារលាយបន្តិចមកតាមទៀតនេះខ្ញុំចាក់អង្កែបចូលរួចឆាឲ្យអង្កែបនឹងវាចូលជាតិបានល្អសិនចាប់ពេលដែលឆានេះតែខ្ញុំបានថែមទឹកវាកន្លះកូនកែវឥឡូវសាច់អង្កែបនេះវាចូលជាតិបានល្អហើយគឺនេះខ្ញុំដាក់ម្ទេសដែលនៅសល់ហើយនឹងស្លឹកក្រូចសើចហើយក៏មានសណ្តែកដីលីងនឹងចូលមកឆាពីឲ្យត្រឡប់មកនេះខ្ញុំដាក់ស្លឹកម្រះព្រៅចូលក្រោយគេរួចឆាបន្តពី3ត្រឡប់ទៀតតែប៉ុណ្ណឹងគឺបិទភ្លើងចង្ក្រានបានហើយឆាក្តៅកង្កែបមួយមុខនេះគឺរួចរាល់ហើយបងប្អូនមើលទៅទំនងណាស់ហើយរសជាតិគឺដឹងតែឆ្ងាញ់តែម្ដងក្លិនឈ្ងុយណាស់បងប្អូនចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page ខ្ញុំម្នាក់មួយផងចាសូមមកកូនសូមជម្រាបលា